slide មុនមិញយើងរៀនរួចហើយតាក់ទងជាមួយដំណាក់កាលទី1ហើយនិងទី2ឥឡូវនៅ slide បន្ទាប់នេះយើងរៀនអំពីដំណាក់កាលទី3និងដំណាក់កាលទី4វិញម្ដងដែលដំណាក់កាលទី3តាក់ទងនឹងការសម្រាកដែលថតខាងក្រោម ventricular diastole ការសម្រាកថតខាងក្រោមមានរយៈពេលប្រមាណជា500 millisecond នៅពេលដែលបេះដូងយើងកន្ត្រាក់ចប់គឺសម្ពាធបេះដូងយើងក៏ធ្លាក់ចុះដូចគ្នាអញ្ចឹងសម្ពាធនៅក្នុងថតនីមួយនេះសម្ពាធក្នុងថតខាងក្រោមធ្លាក់ចុះក៏ប៉ុន្តែនៅក្នុងករណីនេះពេលដែលបេះដូងសម្ពាធធ្លាក់ចុះគឺ AV valve តែ Cosfit valve និង mitral valve បានបិទទន្ទះ curve គឺជាសន្ទះនេះសន្ទះបិទបើកសូមកុំច្រឡំ curve ហើយជាមួយនឹង valve គឺជាផ្លូវដែលអនុញ្ញាតឲ្យមានឈាមចេញចូលហើយ curve គឺជាទ្វារសម្រាប់បិទកុំឲ្យមានឈាមអីឆ្លងកាត់ក្នុងវ៉ាល់នីមួយអញ្ចឹង seminular valve បានបិទដោយសារការហូរបញ្ច្រាស់នៃឈាមបានន័យថាសម្ពាធវាធ្លាក់ចុះអញ្ចឹងវ៉ាល់នឹងបិទហើយឈាមនោះវាហូរចុះមកក្រោមវាតកតងជាមួយ direction របស់ឈាមវាធ្វើឲ្យ curve នឹងបានបិទនៅក្នុងដំណាក់កាលទី3គ្នាបន្ទាប់ពីវ៉ាល់ទាំងអស់បានបិទហើយឈាមចាប់ផ្ដើមហូរចូលមកបំពេញថតខាងលើដែលកំពុងសម្រាកបានថាក្នុងពេលតែមួយហ្នឹងបិទពួកដូចយើងនិយាយមុនអញ្ចឹងគឺបេះដូងយើងក៏ត្រាក់បាន0.8 second ទេបានថាបេះដូងយើងក៏ត្រាក់អញ្ចឹងការធ្វើការរបស់បេះដូងគឺលឿនមែនតើគឺឈាមចាប់ផ្ដើមហូរចូលថតខាងលើពេលបេះដូងយើងកំពុងសម្រាកពេលថតខាងក្រោមកំពុងសម្រាកហ្នឹងបាតុភូតនេះគេហៅថា isovolumetric relaxation ក្នុងករណីនេះបញ្ជាក់ថា AV valve ហ្នឹងនៅបិទនៅឡើយបានន័យថា valve នេះកំពុងតែបិទទេនៅក្នុង isovolumetric relaxation នេះក៏ប៉ុន្តែស្របពេលជាមួយគ្នាគឺឈាមចាប់ផ្ដើមហូរចូលមកហើយខាងនេះក៏ហូរមកចូលដូចគ្នាអញ្ចឹងតាក់ទងកន្លែងនេះគឺឈាមស្អាតតាម pulmonary vein ហើយទាំងអស់នេះគឺ supra vena cava inferior vena cava ចឹងបន្ទាប់ពីឈាមនឹងហូរចូលមកហើយកំតែវ៉ាល់ក្នុងបិទចឹងយើងចូលដល់ដំណាក់កាលទី3ម្ដងគឺចុងបញ្ចប់នៃការសម្រាកនៃថតខាងក្រោមភាសាអង់គ្លេសគេហៅថា late ventricular diastole វានេះគឺជាដំណាក់កាលចុងក្រោយនៃ cardiac cycle គឺជាពេលវេលាមួយដែលឈាមចាប់ផ្ដើមហូរចូលមកបំពេញបេះដូងរបស់យើងសូមមើលសញ្ញាព្រួយមកគឺពីលើចុះមកក្រោមតាមរយៈ passive filling ចឹងប្រុងព្រាសម្រាប់កាត់កន្ត្រាក់ថ្មីអញ្ចឹងអានេះវាដូចទៅជាចំណុចទី1ដែលយើងអានពីមុនអញ្ចឹងដោយដំណាក់កាលទី1នៃ passive filling រៀបរាប់ក្នុងចំណុចក្នុងពេលបេះដូងចាប់ផ្ដើមកន្ត្រាក់អញ្ចឹងដូចនិយាយអញ្ចឹង cardiac cycle គឺបេះដូងយើងកន្ត្រាក់វល់ជុំដដែលសរុបមកគឺអ្នកទាំងអស់គ្នាបានចេះហើយថ្ងៃនេះតាក់ទងជាមួយនឹង cardiac cycle តើឈាមយើងរត់មិនមានអ្វីកើតឡើងនៅពេលដែលបេះដូងយើងកន្ត្រាក់ជាថ្មីម្ដងទៀតសូមបងប្អូនអាន slide ឡើងវិញហើយអានធ្វើការវិភាគមើលរូបខាងឆ្វេងអញ្ចឹងពីបេះដូងទៅអ្នកទាំងអស់គ្នាយល់ហើយមេរៀនបេះដូងវាអត់មានពិបាកទេឲ្យតែយើងអាសាអានហើយវិភាគអញ្ចឹងទៅយើងចាំច្រើនអញ្ចឹងសរុបមកថ្ងៃនេះយើងរៀនចប់ហើយតាក់ទងជាមួយនឹងដំណាក់កាលនីមួយនៃ cardiac cycleចឹងតើរឿងថ្មីមួយទៀតគឺតាក់ទងជាមួយនឹងសម្លេងនៃបេះដូងរបស់យើងសម្លេងបេះដូងទាំង4ត្រូវបានតាំងដោយ S1 S2 S3 និង S4 S1 គឺជាសម្លេងទី1 loop មានរយៈពេលវែងជាងសម្លេងទី2សម្លេងនេះបង្កើតដោយការបិទនៃ AV valve តាក់ទងនឹង mitral valve និង tricuspid valve ដោយសារការចាប់ផ្ដើមកន្ត្រាក់នៃថតខាងក្រោមអ្នកទាំងអស់នេះចាំឯនៅក្នុងផ្នែកទី1នៃដំណាក់កាលទី2ដែលបេះដូងយើងកន្ត្រាក់ពេលហ្នឹងគឺអត់ទាន់មានឈាមបាញ់ចេញទេអញ្ចឹងពេលហ្នឹងគឺតាក់ទងនឹងការចាប់ផ្ដើមកន្ត្រាក់ថតខាងក្រោមហើយសំឡេងទី2គឺដុបក៏កើតឡើងដោយសារ seminular valve ហ្នឹងបិទ seminular valve បែរថាបញ្ចប់ការកន្ត្រាក់ថតខាងក្រោមអញ្ចឹងពេលហ្នឹងគឺឈាមយើងវាឡើងទៅលើហើយគឺវាចូលទៅ diastole ហើយសំឡេងទី3និងសំឡេងទី4វាកម្រនឹងបានលឺដោយសារសំឡេងទាំងអស់នេះតាក់ទងនឹងលំហូរឈាមអ្នកទាំងអស់នេះអាចពិនិត្យមើលក្រាបនេះបានតាក់ទងនឹងការកន្ត្រាក់នៃបេះដូងរបស់យើងនេះគឺរយៈពេលនីមួយដូចនេះចឹងគឺ S2 វាកើតឡើងនៅពេលដែលបេះដូងថតខាងក្រោមកន្ត្រាក់ចប់មានប្រមាណរយៈពេលប្រហែលជា270 millisecond ហមายថាកន្លែងនេះចាប់ផ្ដើមពី0ហមายថា100នៅនេះ200 270នៅកន្លែងនេះហើយសំឡេងទាំងអស់នេះគឺ S1 S2 S3 S4 តបមកយើងទៅមើល slide បន្ទាប់មួយទៀតតាក់ទងជាមួយនឹង physiology វិញម្ដងដែលជាផ្នែកចុងក្រោយនៃវីដេអូរបស់យើងដូចខ្ញុំនិយាយពីដើមវីដេអូអញ្ចឹង
ข้างในចុងក្រោយនេះយើងអត់មាននិយាយលម្អិតច្រើនទេគ្រាន់តែនិយាយពី concept ទូទៅនៃ physiology ឧទាហរណ៍ទី1យើងលើកយកមកនិយាយគឺការកើនឡើងនៃចង្វាក់បេះដូងពី75ទៅ200 beat per minute ពេលហ្នឹងនៅពេលដែលចង្វាក់បេះដូងយើងកើនឡើងធ្វើឲ្យការកន្ត្រាក់បេះដូងបានន័យថាការកន្ត្រាក់បេះដូងយើងកាន់តែញាប់រយៈពេលសម្រាប់បេះដូងយើងកាលណាកន្ត្រាក់ញាប់វាការសម្រាប់ហ្នឹងក៏បានតិចព្រោះដើម្បីប្រុងព្រៀនដើម្បីការកន្ត្រាក់ថ្មីមួយទៀតការសម្រាប់ថតខាងក្រោមគឺវាមានរយៈពេលខ្លីជាងថតខាងលើដល់ពេលដែលមានបាតុភូតនេះកើតឡើងវាធ្វើឲ្យឈាមចូលទៅបំពេញនៅថតខាងក្រោមបានគ្រប់គ្រាន់ព្រោះថតបានសម្រាប់គ្រប់គ្រាន់អញ្ចឹងអ្វីដែលប៉ះពាល់គឺឈាមឡើងពីថតខាងក្រោមទៅកាន់សួតអត់បានល្អគឺវាប៉ះពាល់ទៅដល់ gas exchange តាក់ទងនឹងការបំលែងពីឧស្ម័នកាបូនិកទៅកាន់អុកស៊ីសែនដើម្បីលាងសម្អាតឈាមយើងនៅក្នុងសួតយើងហ្នឹងអត់បានល្អអញ្ចឹងធ្វើឲ្យកម្រិតអុកស៊ីសែនក្នុងឈាមយើងធ្លាក់ចុះកម្រិតអុកស៊ីសែនក្នុងឈាមធ្លាក់ចុះភាសាអង់គ្លេសគេហៅថា hypoxemia បន្ថែមពីនេះទៀតនៅពេលដែលបេះដូងយើងលោតញាប់ខាងក្រោមសម្រាប់អត់គ្រប់គ្រាន់អញ្ចឹងឈាមដែលត្រូវហូរចុះពីសួតនេះចុះមកថតខាងឆ្វេងនៃបេះដូងយើងហ្នឹងគឺវាហូរអត់បានល្អវាធ្វើឲ្យមានការចាល់កន្លែងហ្នឹងធ្វើឲ្យមានការកើនឡើងសម្ពាធនៅក្នុងសរសៃឈាមក្នុងសួតដល់ពេលដែលឈាមយើងហូរវាដូចទៅយកទឹកកាលណាស្ទះសម្ពាធវាកើនឡើងហើយធ្វើឲ្យវាមានលក្ខខណ្ឌមួយដែលគេហៅថាខ្មែរគេហៅទឹកចូលសួតខ្ញុំអត់ដឹងភាសាខ្មែរថាម៉េចទេប៉ុន្តែវាតកតងជាមួយនឹង alveoli បានន័យថា condition មួយដែលទឹកហ្នឹងវាជ្រាបចូលទៅក្នុង alveoli ហ្នឹងដែលភាសាអង់គ្លេសគេហៅថា pulmonary edema បានន័យថាទឹកហ្នឹងវាចាប់ផ្ដើមជ្រៀតចូលទៅក្នុងខ្យល់ក្នុងសួតជាទូទៅក្នុងថង់សួតរបស់យើង alveoli ហ្នឹងវាមានស្រទាប់ស្ដើងសម្រាប់ជួយដល់ការបំលែងពីឧស្ម័នកាបូនិកទៅអុកស៊ីសែនចំណុចនេះអ្នកទាំងអស់គ្នានឹងរៀននៅពេលវីដេអូក្រោយពេលខ្ញុំធ្វើតាក់ទងជាមួយ gas exchange នៅក្នុង alveoli ក្រៅពីតាក់ទងជាមួយនឹងអុកស៊ីសែនអញ្ចឹងវាតាក់ទងជាមួយនឹងឈាមទៅចិញ្ចឹមកោសិការបស់យើងទៀតដែល myocardium ហ្នឹងគឺជាស្រទាប់សាច់ដុំរបស់យើងពេលណាឈាមហូរទៅអត់គ្រប់គ្រាន់អញ្ចឹងវាប៉ះពាល់ដល់កោសិកានៅកន្លែងធ្វើការអត់បានល្អវាអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតយើងធ្វើឲ្យបេះដូងយើងខូចហើយចុងក្រោយមួយទៀតគឺឈាមចេញទៅសរីរាង្គមិនបានគ្រប់គ្រាន់ហើយថាឈាមធ្វើដំណើរទៅ kidney អត់បានល្អ filtration អត់បានល្អជឿសម្ពាធឈាមយើងធ្លាក់ចុះយើងមានអាការៈហត់ញីញ័រជាដើមអញ្ចឹងសរុបមកអស់ហើយនៅក្នុងវីដេអូមួយនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចាប់បានច្រើនហើយយើងនឹងជួបគ្នានៅវីដេអូថ្មីម្ដងទៀតដែលយើងរៀនអំពី physiology វិញម្ដងអរគុណច្រើនសម្រាប់ការតាមដានទស្សនាហើយបើចូលចិត្តជួយ like ហើយនឹង share ឲ្យមិត្តភ័ក្តិគ្នាយើងបានឃើញផងហើយចូលរួម subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណច្រើនបាយបាយ